សួស្តីបងប្អូនថ្ងៃនេះមានមុខម្ហូបមួយស្លមជូរយួនដល់បងប្អូនថ្ងៃនេះខ្ញុំកំពុងខ្ទឹមមុនសិនណាវាថាឲ្យមើលទៅចំណងអីចឹងណាអ្នកគ្នាស្លគេអានេះហៅស្លគេជូរយួនយើងកំពុងខ្ទឹមឲ្យចាំយើងនេះដាក់ទឹកចូលចាំដាក់សាច់បងអីចឹងបងប្អូនបើយើងកំពុងទៅវាឈ្ងុយវាអត់ទៅស្អាតហើយស្អាតអីបងប្អូនហានស្លយូរបងប្អូននេះរវល់បេះតគួនបេះអីហ្នឹងហើយចូលឆ្នាំទៅហើយដល់ហុកហ្នឹងអត់មានវាថាត្រីគេដើរលក់តាមផ្ទះអីចឹងណាតែដល់ពេលចឹងវារវល់អត់ទៅមានពេលស្លឯងស្កាត្រីមើលទៅមកពីលក់ត្រីឥឡូវចាប់ដើមមកដល់មានបានឈប់អីមកដល់ស្លភ្លាមមើលឃ្លានស្លមជូរវាថាហិលហិលឆ្ងាញ់ណាបងប្អូនស្លវាទៅយើងលេងខ្ទឹមចឹងហើយចាំពេលវារៀងក្រហមបន្តិចចាំយើងដាក់គេហៅថាស្លមជូរយួនណាបងប្អូនថ្ងៃនេះខ្ញុំកំពងខ្ទឹមមុនមកហើយចឹងណាខ្ញុំចាក់ទឹកចូលបានដាក់ត្រីចូលចឹងណាឥឡូវបងប្អូនចាប់ដើមក្រហមលើយើងចាប់ដើមចាក់នេះប្រភេទត្រីដៀបណាចាក់ចូលហើយចាំយើងដាក់នេះបងប្អូនចូលចឹងណាហើយដាក់ទឹកចូលបន្តិចណានេះមកនេះស្លមជូរយួនបងប្អូនខានស្លយូរហើយខានហូបយូរវារវល់អីចឹងបងប្អូនរវល់បេះគួនបេះអីទៅពេលឥឡូវយើងចង់ថាហូបឲ្យជ្រះមាត់ខ្ញុំតែយកថយថៃទៀតខ្ញុំនៅសល់មួយកង់ខ្ញុំដាក់ស្លទាំងអស់ហ្នឹងបងប្អូននេះបងប្អូនទឹកពុះឥឡូវខ្ញុំចាប់ដើមដាក់ប៊ីចេងតិចសិនដាក់ប៊ីចេងស្ករអញ្ចឹងអ្នកគ្នាឥឡូវខ្ញុំចាប់ដើមដាក់ស្ករនេះបងប្អូនស្ករតិចព្រោះអីឥឡូវខ្ញុំទៅថយស្ករប៊ីចេងព្រោះហើយនេះហូបស្ករប៊ីចេងច្រើនពេកសិលល្អអញ្ចឹងខ្ញុំកាត់ទៅថយស្ករប៊ីចេងអញ្ចឹងអ្នកគ្នារៀងសពុះទៀតអ្នកគ្នាព្រោះខ្ញុំមកលេងខ្ទឹមអញ្ចឹងវារៀងខ្លាញ់អញ្ចឹងណាហើយចេះស្លដែរបងប្អូនណាចេះស្លជួយប្រាប់ផងនេះខមមិនម្នាក់មួយឥឡូវទឹកពុះអីអស់ហើយឥឡូវខ្ញុំចាប់ដើមបងបន្លែបងប្អូននេះគេហៅថាផ្កាអីមើលកាឈូកបងប្អូនខ្ញុំដាក់រៀងច្រើនតិចដោយសារអីខ្ញុំចូលចិត្តហើយនេះខ្ញុំអត់មានទិញមករបស់គេខ្ញុំដកខ្លួនឯងខ្ញុំផ្លាស់សេមួយថ្ងៃហើយដោយសាររៀងក្រហមស្នាមហ្នឹងអានោះមានអីគ្រាន់តែយើងអត់មានដាក់អីចឹងវាឃើញរៀងក្រហមមកទៅពេលចឹងទៅយើងហូបខ្លួនឯងយើងមិនបាច់ទៅដាក់អីឲ្យសទេហើយខ្ញុំអត់កោសឲ្យបងប្អូនដូចកាឈូកវាខ្ចីស្រាប់ណានេះបងប្អូនបន្លែរួមទៅកាឈូកវារៀងច្រើននេះគេដោយសារខ្ញុំចូលចិត្តឲ្យបងប្អូនលើមហូបចាប់ដើមសិនឥឡូវខ្ញុំចាប់ដើមបងជីនេះបងជីហើយចាំយើងលើកអីចឹងបងប្អូនអរគ្នានេះបងប្អូនមើលទៅតំណងដល់កអត់ទាន់ដាំបាយឥឡូវស្លមុនឥឡូវឃ្លានបាយអត់បានអត់មានអ្នកលុបថាអត់មានបាយដួសដោយសារអីស្លមុនឥឡូវតដាំបាយបងប្អូននិយាយរួមទៅជីខ្ញុំដាក់ដូចបន្លែដោយសារខ្ញុំចូលចិត្តជីដោយសារជីវាហូបទៅវាល្អដែរវាអត់ប៉ះពាល់អីអញ្ចឹងខ្ញុំដាក់វាដូចបន្លែដែរនេះបងប្អូនលើច្រើនណាសិតជីចូលចិត្តណាបងប្អូនត្រីក៏តំណងបងប្អូនអ្នកត្រីដៀបកង់ធំណាត្រីដៀបនេះខ្ញុំអត់ពងខ្ញុំស្លៀកថាខ្ញុំធ្វើឲ្យអញ្ចឹងទៅខ្ញុំស្វាច់ក្រូចឆ្មាដាក់វាលាងម្សាហើយអញ្ចឹងខ្ញុំអត់ពងវាទេឥឡូវបងប្អូនចាប់ដើមស្អិនណាបងប្អូនណាចូលចិត្តហូបស្លមជូរយួនមកហូបមួយគ្នាទាំងអស់គ្នាឈ្ងុយទេនេះបងប្អូនអត់បានហូបឲ្យមើលទេឥឡូវគ្រាន់តែបានតែភ្លក់ឲ្យបងប្អូនមើល